ឈប់សិនអ្នកមើលមានអ្នកណាគេមានកម្រងទៅខេត្តសៀមរាបខ្លះនៅថ្ងៃប្រជុំនេះជាពិសេសអ្នកដែលចូលចិត្តនំប៉ាវគឺគ្រឿងចេបជប់តាមផ្លូវអីនេះគឺអាចចូលមកសាកទិញនៅកន្លែងគាត់នេះបាននំប៉ាវគាត់មានច្រើនប្រភេទហើយបើនិយាយពីការគាត់លក់វិញគឺគាត់លក់តាំងពីចំនួនលន់នល់តែម្ដងហើយបើសួរថាឆ្ងាញ់ឬមិនឆ្ងាញ់ស្ដាប់ខ្ញុំនិយាយសិននំប៉ាវគាត់លក់មួយថ្ងៃអស់500នំទៅ600នំឬក៏អាចមានលើសហ្នឹងក៏មានដែរអញ្ចឹងគឺគាត់លក់យូរឆ្នាំខ្លាំងហើយគឺគាត់ធ្វើនំប៉ាវនេះតាំងពីគាត់អាយុជាង10ឆ្នាំមកហើយគាត់លក់ឡើងคล้ายទៅជាឈ្មោះរបស់គាត់ហ្នឹងគឺគេហៅគាត់តាប៉ាវហើយបើនិយាយពីភ្ញៀវគាត់គឺមាននៅខាងខេត្តសៀមរាបហ្នឹងក៏មានហើយមានអ្នកស្គាល់ច្រើននៅសៀមរាបតែបើសិនជាអ្នកពេញវិញបើអ្នកស្គាល់វិញគឺគាត់កំងយកទៅឆ្ងាយហ្មងគេខ្ចប់យកមកភ្នំពេញវិញអីអញ្ចឹងណាហើយនំប៉ាវគាត់សបកទាំងអស់គ្នាអ្នកទាំងអស់គ្នាធ្លាប់ហូបនំប៉ាវខ្លះឆ្អេះគឺនំប៉ាវនេះគឺអត់មានឆ្អេះហ្មងសបកគាត់ជាពិសេសស្នូលរបស់គាត់គឺឆ្ងាញ់មែនតែនហ្មងទាំងអស់គ្នាហើយដូចបញ្ជាក់អញ្ចឹងគឺស្នូលនំប៉ាវគាត់មានច្រើនប្រភេទមែនតែនហើយអ្នកទាំងអស់គ្នាមើលគឺនំប៉ាវគាត់របៀបមើលទៅវាសាច់វាណែនហ្មងស្នូលណាហើយកន្លែងគាត់មិនមែនលក់តែនំប៉ាវទេគឺគាត់មានលក់ដូចជាមានមុខម្ហូបមានកាទៀវមានបាយអីផ្សេងទៀតដែរនៅខាងខេត្តសៀមរាបហ្នឹងណាអញ្ចឹងបើសិនជាមានអ្នកណាគេស្គាល់គាត់ហូបទៅមិនដែរហើយអ្នកខ្លះក៏ជាម៉ួយអីហ្នឹងជួយប្រាប់ខ្ញុំវិញផងហើយបើសិនជាអ្នកមិនស្គាល់ទេមានកម្រងទៅខាងខេត្តសៀមរាបនៅថ្ងៃខាងមុខនេះឬក៏ដូចជារដូវកាលភ្ជុំអីនេះគឺអាចទៅសាកនៅកន្លែងគាត់បានហើយសម្រាប់ទីតាំងរបស់គាត់គឺនៅលើផ្លូវជាតិលេខ6ក្រុងសៀមរាបខេត្តសៀមរាបយើងតែម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់មានបំណងចង់ទៅទិញផ្ទាល់អីឬក៏ត្រូវតាក់ទងលេខទូរស័ព្ទមុនអីចាំពួកខ្ញុំដាក់នៅក្នុង comment បន្ថែមទៀតលេខទូរស័ព្ទទីតាំងហើយនឹង Google Map បន្ថែមជូនអ្នកទាំងអស់គ្នា